បាទសូមជំរាបសួរនេះគឺជា Terminal Divisor របស់ ESOS ពីម្សិលមិញខ្ញុំបានដាក់តម្លាក់ចូលទៅយើងធ្វើការតម្លាក់នៅក្នុងបន្ទប់នីមួយៗណាហើយយើងធ្វើការគូភ្ជាប់តភ្ជាប់អញ្ចឹងពងមួយនេះបើសិនយើងគូបុកយកហ្មងអានេះ3មកកាត់វា3ទឹកអានេះតែមួយទឹក9ជាមួយទឹក9អានេះខ្ញុំធ្វើការប្រួមវាបន្តិចអូខេហើយនៅពេលដែលខ្ញុំចាប់ដើមប្រួមបន្តិចកន្លែងនេះខ្ញុំកាយវាទៅ3ទឹកដូចគ្នាអូខេសុំទោសខ្ញុំយកវាដល់4ទឹក4ទឹកហើយតបមកយើងនៅកន្លែងនេះវាមានសងមួយហើយយើងភ្ជាប់គ្នាចេះតបមកចាំយើងចូលទៅក្នុងក្រោមផ្លមួយយើងគូភ្ជាប់វាពីនេះបុកទៅចេះប៉ុន្តែអត់ស្មើណាកម្ពស់យើងមើលកន្លែងនេះវានឹងរៀងកាច់បន្តិចកន្លែងនេះអញ្ចឹងបើសិនយើងអាចនេះដាក់កម្ពស់វាមកស្មើមកក៏បានដែរយើងមើលកម្ពស់ elevation វាពីទឹកវាគិតពី ceiling ទៅគិតពី ceiling ទៅណាអញ្ចឹងដាក់នេះយើងដាក់ GS បន្ទាប់មក200ចេះទៅវាស្មើគ្នានេះអញ្ចឹងអានេះជាវិធីសាស្ត្រមួយដែលលឿនហើយយើងគូបុកទៅអញ្ចឹងមកណាឃើញទេបន្ទាប់មកយើងកាច់កន្លែងបន្តិចកាច់កន្លែងបន្តិចមកនេះឃើញទេបាទអូខេនឹងយើងភ្ជាប់គ្នាបានអញ្ចឹងយើងភ្ជាប់គ្នាទៀតអូខេអានេះបុកមកទៀតមកបន្ទាប់មកកាច់ទៀតមកខាងនេះបន្តិចទៀតអូខេអានេះនៅក្នុងបន្ទប់នេះយើងយកល្អបត់បន្តិចឬក៏យើងរុញអានេះមកខាងនេះវិញវាអត់សូវទៅទេនេះអានេះយើងរុញមកអញ្ចេះមករុញមកខាងនេះបន្តិចទៀតអូខេតបមកនេះប៉ុណ្ណឹងបានហ្នឹងឯងអានោះវាចេញខាងក្រៅតែប៉ុណ្ណឹងរួចហើយអរគុណ